សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះអ្នកគ្រូលើកយកលំហាត់មួយទៀតនៅក្នុងមេរៀន Transform មកធ្វើការបកស្រាយសម្រាប់បងប្អូនទាំងអស់គ្នាដោយគេថា So water 1លំហុយតុងឆ្លាស់ពី440 V ទៅ12 V បើនៅរបងទី1មាន 1000 ស្ពាតើនៅរបងទី2មានចំនួនប្រមាណស្ពាតើឥឡូវយើងទៅស្រង់បំរាប់ដោយគេប្រាប់ថា Transform នឹងជាប្រភេទ Transform លំហុយតុងអញ្ចឹង VP គឺស្មើជាមួយនឹង240 V VF ស្មើជាមួយនឹង12 V ចំនួនស្ពានៅរបងទី1គឺស្មើជាមួយនឹង 1000 ស្ពាដែលយើងតាំងដោយ NP ស្មើជាមួយនឹង 1000 ស្ពាអញ្ចឹងដើម្បីគណនាចំនួនស្ពានៅរបងទី2គឺយើងប្រើតាមរូបមន្ត NP នៅលើ NS ស្មើជាមួយនឹង VP នៅលើ VF បន្ទាប់មកយើងទាញរកចំនួនស្ពាននៅរបងទី2គឺ NF ចឹងនាំឲ្យ NF ស្មើអញ្ចឹងយើងនាំឲ្យ NS ស្មើជាមួយនឹង NP គុណជាមួយនឹង VF ចែកជាមួយនឹង VP អញ្ចឹងដោយសារយើងស្រង់បំរាប់នៅខាងលើហើយអញ្ចឹងយើងជួសជុលរូបមន្តតែម្ដងគេបាន NF ហើយជាមួយនឹងយើងចំនួនតម្លៃចូលដោយ NP យើងស្មើជាមួយនឹង 1000 ស្ពា VF របស់យើងគឺ12 V ជាមួយនឹង VP របស់យើងគឺ240 V អញ្ចឹងយើងធ្វើការគណនាស្មើជាមួយនឹង50 ស្ពាចាអញ្ចឹងដូចនេះចំនួនស្ពានៅរបងទី2របស់យើងគឺស្មើជាមួយនឹង50 ស្ពាអញ្ចឹងវីដេអូរបស់អ្នកគ្រូក៏បានមកដល់ទីបញ្ចប់ជួបគ្នានៅវីដេអូក្រោយសូមអរគុណ